ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានទីបន្ទាល់ហើយនឹងការអស្ចារ្យពីរសម្រាប់ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំជឿថាពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាបានដឹងហើយនៅហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី16ខែមិនិនា2025នៅខេត្តសៀមរាបរបស់យើងប៉ុន្តែអ្នកទាំងអស់គ្នាការអស្ចារ្យនេះពិតជាអស្ចារ្យមែនទែនអ្នកទាំងអស់គ្នាមិនអាចអូសវីដេអូនេះចោលបានទេចា៎នៅថ្ងៃនោះគឺជាថ្ងៃដែលមានខ្យល់ខ្លាំងក៏ដូចជាព្យុះនៅពេលល្ងាចហើយនៅថ្ងៃនោះផងដែរគឺជាថ្ងៃដែលនាងខ្ញុំត្រូវត្រឡប់ទៅស្រុកកំណើតដើម្បីធ្វើប្លង់ដីឥឡូវនេះយើងនឹងចូលដល់សាច់រឿងរបស់យើងតែម្ដងចានៅពេលល្ងាចថ្ងៃអាទិត្យនោះនាងខ្ញុំនិងបងប្រុសរបស់ខ្ញុំបានសម្រេចចិត្តថាធ្វើដំណើរទៅស្រុកកំណើតហើយពួកយើងក៏សម្រេចចិត្តថាទៅនៅពេលល្ងាចហើយអ្នកទាំងអស់គ្នាដឹងមិនអត់នៅពេលដែលពួកយើងចាប់ផ្ដើមចេញដំណើរដល់ខ្លោងទ្វារភ្លាមខ្យល់ដ៏ខ្លាំងក៏បានបក់មកខ្លាំងមែនទែនដែលធ្វើឲ្យយើងមិនអាចបើកម៉ូតូទៅមុខបានហើយខ្ញុំក៏បានប្រាប់បងប្រុសរបស់ខ្ញុំថាតោះយើងត្រឡប់ទៅផ្ទះវិញយើងកុំតន់ទៅយើងចាំទៅព្រឹកទៅប៉ុន្តែបងប្រុសរបស់ខ្ញុំក៏គិតថាអត់អីទេខ្យល់វាតែមួយផ្លេតទេវាបាត់ទៅវិញហើយបងប្រុសរបស់ខ្ញុំក៏បានបើកម៉ូតូទៅមុខទៀតប៉ុន្តែដែលយើងកំពុងបើកម៉ូតូទៅនឹងគឺខ្យល់វាកាន់តែខ្លាំងទៅបងប្អូនប៉ុន្តែនៅពេលដែលយើងធ្វើដំណើរទៅមុខបន្តិចទៀតខ្យល់នឹងគឺមិនឈប់សោះយើងខ្ញុំបានឃើញដំបូលផ្ទះបានលបើកជាច្រើនដោយសារតែខ្យល់នាងខ្ញុំដឹងថាអ្នកទាំងអស់គ្នាបានដឹងហើយថាខ្យល់នឹងវាមានកម្លាំងខ្លាំងប៉ុណ្ណាគឺមានព័ត៌មានបង្ហោះជាច្រើនដែលវាអាចបំផ្លាញអ្វីជាច្រើនរហូតដល់អាយុជីវិតរបស់មនុស្សប៉ុន្តែនៅថ្ងៃនោះពួកយើងអត់បានដឹងទេពួកយើងបាន plan ថានឹងទៅថ្ងៃអាទិត្យនឹងតែម្ដងដើម្បីឲ្យព្រឹកឡើងនឹងថ្ងៃច័ន្ទគឺយើងមានពេលសម្រាប់ធ្វើប្លង់ដីហើយអ្នកទាំងអស់គ្នានាងខ្ញុំគឺមានការភ័យខ្លាំងមែនទែនហើយក៏បានកេះបងប្រុសថាតោះយើងត្រឡប់ទៅផ្ទះវិញយើងចាំទៅស្អែកទៅវាអត់អីទេយើងងើបទៅពីព្រលឹមដោយសារតែខ្យល់ខ្លាំងពេកបងប្រុសរបស់ខ្ញុំភ័យដែរគាត់ក៏បានជិះម៉ូតូបកត្រឡប់មកក្រោយវិញហើយអ្នកទាំងអស់គ្នាដឹងមិនអត់នាងខ្ញុំភ័យខ្លាំងនាងខ្ញុំបាននិយាយថាព្រះអង្គម្ចាស់អើយជួយការពារកូនផងហើយវីដេអូនោះនាងខ្ញុំក៏បានថតទុកដែរហើយទីបំផុតពួកយើងក៏បានត្រឡប់ទៅដល់ផ្ទះវិញទាំងដែលវាមិនទាន់ឈប់ខ្យល់ប៉ុន្តែពួកយើងនៅមានសុខភាពល្អពេលព្រឹកឡើងម៉ោង 4 នាងខ្ញុំបានងើបរៀបចំខ្លួនដើម្បីចេញទៅម៉ោង 5ហើយនៅវេលាយប់នោះគឺនាងខ្ញុំគេញលក់ទេមានអារម្មណ៍ថាអត់ស្រួលនៅក្នុងខ្លួនសោះហើយខ្ញុំក៏បានទៅឋានថាព្រះអង្គម្ចាស់អើយសូមជួយព្រឹកនេះឲ្យកូនបានធ្វើដំណើរដ៏មានសុវត្ថិភាពល្អហើយនឹងធ្វើកិច្ចការងារបានជោគជ័យហើយនៅព្រឹកឡើងនោះពួកយើងក៏បានចេញដំណើរទៅពីព្រលឹមមែនគឺយើងទៅដល់ផ្ទះដ៏មានសុវត្ថិភាពល្អប៉ុន្តែនេះគឺជាការអស្ចារ្យមួយដែរប៉ុន្តែនៅមានការអស្ចារ្យមួយទៀតហើយការអស្ចារ្យមួយនេះអ្នកទាំងអស់គ្នាប្រហែលជាមិនជឿខ្ញុំប៉ុន្តែវាគឺជាការពិតនៅពេលនាងខ្ញុំទៅដល់ផ្ទះភ្លាមក៏យើងក៏ចាប់ផ្ដើមធ្វើម្ហូបដាំបាយដាំទឹកពិសាទាំងអស់គ្នាគឺមានបងប្រុសរបស់ខ្ញុំហើយនិងឪពុករបស់ខ្ញុំបន្ទាប់ពីទទួលទានអាហារពេលព្រឹកហើយពួកយើងក៏បានធ្វើដំណើរទៅឯកន្លែងធ្វើប្លង់ដីនឹងអ្នកទាំងអស់គ្នាដឹងមិនអត់នៅពេលដែលខ្ញុំទៅដល់គឺមនុស្សជាច្រើនបានមើលមកកាន់ពួកយើងទាំង3នាក់ដោយសារតែពួកយើងអត់សូវបានចេញមុខដើរទៅណាច្រើនដូចគេទេហើយម្យ៉ាងទៀតគឺនាងខ្ញុំនៅតែធ្វើការនៅក្រុងសៀមរាបគឺមិនសូវបានចំណាយពេលនៅស្រុកកំណើតនោះទេដូច្នេះហើយគឺមិនសូវមានអ្នកណាស្គាល់ទេនៅពេលទៅដល់ហ្នឹងពួកយើងត្រូវអង្គុយចាំអស់ជាច្រើនម៉ោងហើយមានអ៊ំពូមីងជាច្រើនគាត់ក៏ល្អូគាត់ថាមកចាំអស់ឡើង5ថ្ងៃហើយធ្វើអត់ទាន់បានទៀតប៉ុន្តែអ្នកទាំងអស់គ្នាការធ្វើប្លង់ដីនេះគឺអត់ស្រួលមែនគឺពិបាកមែនទែនសម្រាប់ពួកគាត់ទាំងអស់គ្នាប៉ុន្តែអ្នកទាំងអស់គ្នាដឹងមិនអត់សម្រាប់ខ្ញុំគឺងាយស្រួលបន្ទាប់ពីរងចាំការតេមីដៃក្រហមដែលជាចំណុចចុងក្រោយដែលយើងត្រូវបញ្ចប់ការធ្វើប្លង់ដីហ្នឹងគឺនាងខ្ញុំចាំអស់រយៈពេលមួយព្រឹកហើយពួកគាត់ក៏បាននិយាយថាអូគេអត់ទាន់មកទេគេមកម៉ោង 2ចាហើយពួកយើងក៏បានសម្រេចចិត្តថាអូពុកតោះយើងទៅផ្ទះវិញសិនយើងចាំមកម៉ោង 2ហើយពួកយើងក៏បានត្រឡប់ទៅផ្ទះបន្ទាប់មកទៀតម៉ោង 2ក៏បានមកដល់ពួកយើងក៏បានត្រឡប់ទៅវិញហើយអ្នកទាំងអស់គ្នាដឹងមិនអត់នាងខ្ញុំហើយនឹងបងប្រុសរបស់ខ្ញុំគឺមានកិច្ចការងារដែលត្រូវធ្វើជាប្រចាំហើយនាងខ្ញុំដែលត្រឡប់ទៅផ្ទះនឹងគឺ3ដងទាំងលើកនេះហើយខ្ញុំហើយនឹងបងប្រុសរបស់ខ្ញុំត្រូវសុំច្បាប់មេដើម្បីទៅធ្វើប្លង់ដីនឹងហើយវាពិតជាខាតពេលវេលាមែនទែនដោយសារតែពួកយើងទៅលើកមុនគឺមិនទាន់រួចដូច្នេះហើយនាងខ្ញុំក៏គិតថាអូលើកនេះសូមឲ្យរួចទៅចោះប៉ុន្តែមុននឹងចូលទៅដល់កន្លែងការធ្វើប្លង់ដីនោះ
គឺខ្ញុំបាននិយាយទៅព្រះថាព្រះអង្គម្ចាស់អើយសូមជួយឲ្យអ្នកកែនឹងចាប់ក្តាស់កូនឲ្យកែមុនគេតើអ្នកទាំងអស់គ្នាជឿអត់ថាព្រះអាចជួយធ្វើបានគ្រប់ការទាំងអស់ឲ្យទៅត្រង់សពព្រះហឫទ័យដោយមុនដំបូងនោះគឺនាងខ្ញុំត្រូវយកក្តាស់ទៅដាក់នៅលើតុដើម្បីចាំគេមកហើយគេកែមុនដំបូងគឺនាងខ្ញុំដាក់នៅខាងឆ្វេងដៃក្តាស់គឺមានក្តាស់ជាច្រើនដាក់នៅលើតុនឹងតែខ្ញុំអត់ដឹងថាសម្រាប់ចិត្តដាក់នៅលើក្តាស់មួយណាដើម្បីឲ្យគេចាប់បានមុនគេខ្ញុំក៏បានដាក់នៅខាងឆ្វេងបន្ទាប់មកនៅក្នុងអារម្មណ៍របស់ខ្ញុំមានអារម្មណ៍ថាចង់បដូរកន្លែងនាងខ្ញុំក៏បានដាក់នៅខាងស្ដាំម្ដងប៉ុន្តែអ្នកទាំងអស់គ្នាដឹងអត់នៅពេលដែលក្រុមការងារចុះមកដល់ពួកគាត់ចាប់ក្តាស់ខ្ញុំមុនគេដោយក្តាស់នឹងគឺមានឪពុករបស់ខ្ញុំមានបងប្រុសរបស់ខ្ញុំហើយនិងខ្ញុំ3នាក់ឪកូនដែលឈ្មោះទី1គេបានចាប់ហើយគេហៅឈ្មោះបងប្រុសរបស់ខ្ញុំបន្ទាប់មកឪពុករបស់ខ្ញុំហើយនេះគឺជាការអស្ចារ្យដ៏ពិសេសមែនទែនដែលខ្ញុំអត់ដែលជួបសោះវាមានការអស្ចារ្យមុនជាច្រើនទៀតប៉ុន្តែលើកនេះគឺនាងខ្ញុំឃើញថាវាពិតជាអស្ចារ្យមែនទែនអ៊ំពូមីងដែលគាត់នៅកន្លែងនោះគឺគាត់អង្គុយចាំអស់រយៈពេល5ថ្ងៃពុកម៉ែបងប្អូនទាំងអស់គ្នាគិតថាវាមិនងាយស្រួលទេមែនអត់អញ្ចឹងហេតុអ្វីបានជានាងខ្ញុំហើយនិងគ្រួសាររបស់ខ្ញុំទៅដល់យើងអាចធ្វើរួចក្នុងរយៈពេល1ថ្ងៃពួកគាត់ក៏បានលន់មកថាប្រហែលជាពួកគេមានខ្សែហើយប៉ុន្តែតាមពិតទៅអត់មានខ្សែមានអីចងទេបងប្អូនអរគ្នាគឺដោយសារតែព្រះអ្នកទាំងអស់គ្នាអាចនឹងមិនជឿខ្ញុំនៅថ្ងៃនេះប៉ុន្តែនៅថ្ងៃខាងមុខបើសិនជាអ្នកទាំងអស់គ្នាពិតជាជឿទុកចិត្តទៅលើព្រះហើយថ្វាយគ្រប់រឿងលំបាកទាំងអស់ដែលយើងមានឬក៏បញ្ហាព្រះនឹងអាចជួយដោះស្រាយយើងបានហើយទីបន្ទាប់នេះនឹងខ្ញុំសូមផ្ដាំទៅដល់ពុកម៉ែបងប្អូនអរគ្នាថាកុំចោះចាញ់ក្នុងការទុកចិត្តទៅលើព្រះយើងមិនត្រូវបន្ទោសព្រះទេនៅពេលដែលយើងមានបញ្ហាច្រើនឬក៏យើងជួបទុក្ខលំបាកជាច្រើនគឺយើងត្រូវតែទូលទៅព្រះហើយប្រាប់ទ្រង់ពីអ្វីដែលមាននៅក្នុងចិត្តរបស់យើងហើយទីបន្ទាប់នៅថ្ងៃនេះគឺមានតែប៉ុណ្ណេះនាងខ្ញុំសូមអរគុណសូមព្រះប្រទានពរ